តាមពិតវាក៏បូជានេះមានហេតុដល់ដល់6ហេតុហេតុទី1គឺចំទៅលើថ្ងៃដែលព្រះសារីបុត្រលោកបានសម្រេចទៅជាព្រះអរហន្តតើនេះបងលោកបានសម្រេចជាព្រះអរហន្តនៅថ្ងៃ15កើតខែមិញហេតុទី2គឺព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងឬតែងតាំងអគ្គសាវកស្ដាំឆ្វេងក៏នៅថ្ងៃ15កើតខែមិញដែរហើយទី3គឺព្រះអង្គបានស្ថាបនាសាសនាជាគណៈកើតឡើងនៅក្នុងលោកគឺនៅថ្ងៃ15កើតខែមិញនឹងដែរបង្កើតសាសនាដោយបានបង្ហាញនៅគោលការណ៍11ចំណុចនឹងយកទៅប្រោះមនុស្សនិងទេវតាទាំងឡាយដែលភិក្ខុមានចំនួនប្រមាណ1250អង្គហ្នឹងគឺឲ្យចេញទៅផ្សព្វផ្សាយនៅគោលការណ៍11ចំណុចហ្នឹងកណាធម្មនុញរៀនរួចនៅណា11ហ្នឹងហើយហ្នឹងទី3ទី4គឺថ្ងៃ15កើតខែមិញនេះក៏ចំទៅលើប្រតិការមួយធ្វើនៅចតុរង្គសាវកសន្និបាទប្រែមកថាការប្រជុំចុះទៅនៅក្នុងអង្គ4មែនទេចតុរង្គសាវកសន្និបាតហ្នឹងមានអីខ្លះទី1មេខនខត្តជាថ្ងៃមួយប្រកបទៅដោយផ្កាយមួយឈ្មោះថាផ្កាយមេខនខត្តរៈទី2បងចតុរង្គសាវកសន្និបាតទី2ស្អីគេកណាត្រឹមត្រូវបងណាគឺភិក្ខុ1250អង្គនេះនិមន្តមកដោយឯងហាក់ដូចជាបានប្រាប់មុនយ៉ាងប៉ុន្តែអត់ទេគឺណាដោយសារតែភិក្ខុ1250អង្គនេះសុទ្ធតែបាននៅអភិញ្ញា6បដិសម្ភិទា4អង្គទី3គឺភិក្ខុទាំង1250អង្គនឹងទៀតសោតសុទ្ធតែជាព្រះអរហន្តដែលបាននៅអភិញ្ញា6និងបដិសម្ភិទា4ដូចគ្នាមិនមែនជាភិក្ខុដែលបានសម្រេចដោយសុខវិបស្សកទេអង្គទី4គឺសុទ្ធតែជាអេហេភិក្ខុមានន័យថាមានព្រះសម្មាសម្ពុទ្ធជាឧបជាគ្រាន់តែត្រាស់ហៅបួសដោយមិនចាំបាច់កោឡាមគ្រាន់តែព្រះអង្គពោលថាអ្នកចូលជាភិក្ខុចុះបាត់ទៅខោអាវសម្លៀកបំពាក់ហ្នឹងក៏អស់ទៅសក់ក៏អស់ទៅហើយក៏បានត្រឡប់មកវិញនៅស្បង់ជីពរបាតសង្ឃេដីមកគ្រប់ហើយមានការសង្រួមដូចជាភិក្ខុបួសហើយ60ភាសាអញ្ចឹងបែបហ្នឹងអញ្ចឹងមានឧបជារួមតែមួយគឺព្រះសម្មាសម្ពុទ្ធអញ្ចឹងមិញកណានិយាយដល់ណាដល់សុខវិបស្សកៈថាព្រះអរហន្តទាំងឡាយដែលសុខវិបស្សកៈនឹងមិនមានក្នុងថ្ងៃ15កើតខែមិញទេតើនេះបងគឺរាប់ចាប់តាំងពីព្រះអរហន្តដែលបានអភិញ្ញា6ហ្នឹងបដិសម្ភិទា4ឡើងទៅហើយទី4គឺជាអេហេភិក្ខុទាំងអស់គឺសុទ្ធតែជាភិក្ខុបួសមិនចាំបាច់កោសក់ជាធម្មតាគឺអស់សក់អស់អីមានស្បង់ជីពរបាតសង្ឃេដីមកគ្រប់រំដប់ហើយឧបជាតែមួយគឺព្រះសម្មាសម្ពុទ្ធគេឲ្យឈ្មោះថាអេហេភិក្ខុទី4ណាទី5គឺព្រះអង្គសម្ដែងអវាទបាតេមកយ៉ាងម៉េចហៅថាអវាទបាតេមកបាតេមកមាន2ណាមានអាណាបាតិមកនិងអវាទបាតេមកអាណាបាតិមកសំដៅដល់អីសំដៅដល់ច្បាប់អាណាបាតិមកហ្នឹងគឺសូត្រជារៀងរាល់ថ្ងៃអបោសុត15កើត15ឬ14រោចណានឹងសូត្រសនាតមេផនទេសង្ឃោអច្ចបោសថបាននរសោយិទសង្ឃសបតកលសង្ឃោបោសខន្តរយៈបាតមកខាងតិសយៈកង្សង្ឃសពុបកិច្ចទាំងបរិសិទ្ធិអយស្មន្តរចេថាបាតមកខាងតិសេសាមិតាំងសពេសន្តាសាទុកងសណោមៈមនៈសេករមយសសិយាបតិសោវិក្រយៈសន្យាបតិយាតនឲ្យប្រកបទាំងតនឲ្យភាវេនខោបណៃស្មន្ទេបរិសុទ្ធិទេវេតិសាមិ
ยะถาเขาปนะปัจเจกปุถะสะเวยการนังเฮาเตเอบเมวังเอบรูปายะบริสายะเยวตติยานุสาวิตังเฮาเตโยนะปะโคเยวตติยานุสาวิยมาเนสารมานาสันตังอปัตตังเนวิกรายะสามเจียนะมูสาวิเตสะเฮาเตสามเจียนะมูสาวิโตเขาปนายสมันตอันตรายกอธรรมโมวุตตอเพกวตาตัสมาสมาเนเนี่ยพิโคนาปันเนเนี่ยสดเทียเปเคเนี่ยสันเตอปัตเตอวิกาตาเปียอวิกาตาเฮสะพาโซเฮาเตอุดดึกทางเข้าอุดดึกทางเข้าเคยยังอุดดึกทางเข้าอายสมันต้านิเตียนางตัดทายสมันเตปชามิกัจจทะปริสดทีตุเตยามเปปชามิกัจจทะปริสดทีตะเตยามเปปชามิกัจจทะปริสดทีโลกต่างออกนี้เคยอยากบัดกลมครูในนู้ไปจะโลกคือย้อยบานโลกสงัดยังอ่ะกัจจทะปริสดทีบริสดได้บานเราเงียบยังขยมกันนะก็สมควรถ้าโลกต่างออกเนี่ยแต่เมานั้นสัตว์เนี่ยบอเด้สอดจับดาวตัวตีละสู้กระดาษจับตีละจังตามนี่ตีนนั่งจะดาวหลังเตอนั่นเขาท่าอนาปาเตเมาดอลอวาตปาเตเมาคือพระสัมมาสัมพุทธจับดาวสัมได้อย่างปีวัฏฐาสัพปปาปัสสะอาการนั่งโตสลัดโซปสามปฏิสัจจตปะเดียวจะปนังเอตังปุถเทียนสาสนังอังเคยทำไหมบ้าง not to do any evil not to do មានន័យថាមិនអត់ធ្វើ any evil អំពើអាក្រក់ណានីមួយឡើយ to cultivate good មានន័យថាធ្វើអំពើណាដែលល្អ to cultivate good ធ្វើអំពើដែលល្អស្មើនឹងបទថាកុសលសូបសម្បទា to purify one mind to purify one mind ប្រែថាជំរះឬក៏សម្អាត this is the teaching of the Buddha នេះគឺជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំងឡាយអេតាំងពុទ្ធានសាសនាដើរទៅទី6គឺព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់ប្រជញ្ញមាយុសង្ឃខា